Baជំរាបសួរអតិថិជនបាទថ្ងៃនេះខ្ញុំសូមបង្ហាញពីការប្រើប្រាស់និងរបៀបដំឡើងឧបករណ៍ពង្រីកសេវាទូរស័ព្ទ3 band signal booster នេះបាទ signal repeater ពណ៌ខ្មៅនេះជាដំបូងឡើយបាទយើងមើលទៅលើបាទអានេះគេហៅថាអង់តែនខាងក្រៅអង់តែនខាងលើ outdoor antenna ពេលដែលយើងដំឡើងគឺយើងដាក់ទៅតាមសញ្ញាព្រួយនេះបាទអញ្ចឹងសញ្ញាព្រួយឡើងលើយើងដាក់អានឹងទៅខាងលើអញ្ចឹងមកហើយយើងបង្វិលទៅចំទិសដៅណាដែលមានសេវាខ្លាំងដែលយើងគិតថាមានសេវាខ្លាំងបាទយើងបំបែចំទិសដៅដែលមានសេវាខ្លាំងហើយយើងចាប់ខ្ចៅបាទចាប់ខ្ចៅជើងនេះមកបាទនេះខ្ចៅវាចាប់ជាមួយនឹងបកគោលមកបាទឥឡូវយើងមួលខ្សែភ្ជាប់មកបាទសាក់ការ៉ីបាទជួយតិចមកយើងភ្ជាប់ជាមួយនឹងខ្សែវែងនេះបាទខ្សែ20ម៉ែត្រឬក៏15ម៉ែត្រនេះបាទយើងភ្ជាប់ជាមួយខ្សែវែងហើយអង្តែនហ្នឹងយើងចងភ្ជាប់ជាមួយបកគោលដាក់ទៅលើដំបូលផ្ទះឬក៏ទីតាំងណាដែលទលាយដែលយើងគិតថាមានសេវាហើយបន្តមកខ្សែវែងនេះបាទយើងមួលភ្ជាប់ជាមួយនឹងម៉ាស៊ីនវាយើងមួលនៅកន្លែង BTS បាទយើងមួល BTS មានន័យថាមកពីអង់តែនខាងក្រៅរត់តាមខ្សែមកចូលម៉ាស៊ីនបាទចូលម៉ាស៊ីនគឺមួលកន្លែង BTS បន្តមកចេញពីម៉ាស៊ីននេះយើងមួលខ្សែដែរបាទយើងមួលកន្លែង user នេះគឺខ្សែវា5ម៉ែត្រឬក៏3ម៉ែត្រអីចឹងទៅឬក៏2ម៉ែត្របាទខ្សែខ្លីគឺមួលបំបែកទៅ indoor antenna ឬក៏គេហៅ ceiling antenna អង់តែនខាងក្នុងឬក៏អង់តែនយើងចាប់ភ្ជាប់ជាមួយពីដានបាទនេះអង់តែនយើងចាប់ភ្ជាប់មួយពីដានបាទប៉ុណ្ណឹងហើយបាទប៉ុណ្ណឹងយើងមួលគ្រាន់តែមួលភ្ជាប់ប៉ុណ្ណឹងហើយគឺហើយបាទខ្ញុំភ្លេចបញ្ជាក់ថាកន្លែងរុនដែលយើងមួលភ្ជាប់ទៅអង់តែនខាងក្នុងផ្ទះហ្នឹងឬក៏អង់តែនយើងដាក់នៅពីដានហ្នឹងគឺយើងមួលកន្លែង user បាទកន្លែងប្រើប្រាស់នេះតោះមកយើងដោតភ្លើងបាទកន្លែង power នេះយើងដោតភ្លើងបាទភ្លើងវា 5V ទេយើងអាចប្រើជាមួយ power bank ក៏បានឬក៏យើងដោត adapter របស់វាទៅនឹងព្រីភ្លើងរត់របស់យើងក៏បានដែរភ្លើងអគ្គិសនីក៏បានបាទប៉ុណ្ណឹងគ្រាន់តែយើងដោតភ្លើងហើយយើងចាំវាបន្តិចមកយើងបើកទូរស័ព្ទរបស់យើងមកគឺមានសេវាហើយបាទអរគុណច្រើនបាទនេះកន្លែងនេះគឺបញ្ជាក់ពីកម្រិតសេវារបស់វាបាទបើសិនជាពណ៌ខ្មៅ4កង់នេះបាទ4កាំនេះគឺលោតពណ៌ខ្មៅទាំងអស់មានន័យថាសេវាពេញហ្មងបាទនេះកម្រិតសេវាមាន 2G 3G ហើយនិង 4G បាទប៉ុណ្ណឹងយើងបើកទូរស័ព្ទរបស់យើងមកគឺមានសេវាបើសិនជាតំបន់អត់សេវាយើងដោតទៅគឺទូរស័ព្ទរបស់យើងគឺមានសេវាហើយបាទអរគុណច្រើនបាទអត់មានត្រូវការភ្ជាប់អីទៀតទេ